bạn chỉ biết số bóng vào kia video này trong bạn bị cầm thì video download đỡ version mấy phải bẻm son pin phải bộ mối chính là không能nhập man update តើតើមក auto update ផងមានថា file auto update ហ្នឹងទៅតែមួយហ្នឹងយើងអាច update បានគ្រប់កម្មវិធីដែលមានអញ្ចឹងណាអញ្ចឹងបងប្អូនគាត់តែបើកទៅ copy ទៅដាក់នៅក្នុងកម្មវិធីណាអញ្ចឹងវាទៅ download auto update កម្មវិធីហ្នឹងមកហើយមួយទៀតកម្មវិធី video download អញ្ចឹងសូមបើកបាទកម្មវិធី version ក្រោយនេះគឺខ្ញុំបាន update នៅលើ front number ខ្ញុំសូមបញ្យល់លើ front number បន្តិចពេលយើងគ្រីមកឆ្ងល់ថាមានកន្លោន2 front number មានថាវាទៅបង្កើតលេខពីមុខឈ្មោះ file វីដេអូដែលយើង download ណាអញ្ចឹងក្នុងកន្លោន2នេះយើងអាចពេញតទៀតថានៅមុខលេខ1នេះយើងដាក់អក្សរដាក់លេខអីបន្ថែមទៀតអត់ឧទាហរណ៍ខ្ញុំដាក់ធុងជ្រូកចឹងទៅតោះមកខាងក្រោយនេះមានថាវានៅពីក្រោយលេខហ្នឹងអញ្ចឹងខ្ញុំដាក់ underscore អញ្ចឹងលទ្ធផលចេញមកគឺធុងជ្រូកលេខ1 underscore លេខ2លេខ3លេខ4ទៅតាមវីដេអូអញ្ចឹងទៅដែលយើង download ណាអញ្ចឹងadd number ដូចគ្នានៅមុខលេខក្រោយលេខដូចគ្នាគាត់ថាលេខដែលបង្កើតនេះគឺនៅខាងក្រោយឈ្មោះអញ្ចឹងខ្ញុំសូមដាក់ពីមុខហើយ remove hashtag remove mention ហើយ then នៅដដែលទេ view អីដូចនៅដដែលជាមួយ resolution ឬក៏ format name អីដដែលតែខុសថាយើងអាច download single download ក៏បាន multiple download ក៏បានហើយ download ជា straight មកយើងដាក់ download ម្ដងប្រហែល link បាទហើយបន្តមក platform របស់យើងនៅនេះវា auto ចាប់ link នឹងដូចមុនចឹងគាត់ខ្ញុំរៀបមកមេនុយចេះស្រួលមើលជាងទី2ការ download គឺវាជាក់ស្ដែងជាងមុនថា download បានប៉ុណ្ណឹងចឹងណាបន្តមកនៅខាងស្ដាំនេះគឺ total download មានថាតើវីដេអូដែលយើង download តាំងពីមុនប្រហែលថ្ងៃហ្នឹងបានប្រហែលពាន់ប្រហែលម៉ឺនវីដេអូអីគឺវា count ឲ្យយើងមើលហើយបន្តមកខាងក្រោមគេនេះគឺ start up ដែលយើងសូ username license key ឬក៏ remain date remove ទៅវាឲ្យ remove អត់ហើយមួយទៀតមាន update អត់អញ្ចឹងវាប្រាប់តាមហ្នឹងបើសិនជាមានយើងទៅបើក auto update បើកមកគឺចុច update ទៅគឺវាទៅ download ថ្មីមកហើយអញ្ចឹងអានេះខ្ញុំសូមសូបន្តិចទៅដល់មកនេះអញ្ចឹងការ download របស់យើងបញ្ជាក់គឺ single download multiple ហើយ multiple គឺយើងអាច per state បាន single គឺអត់ទេអញ្ចឹងខ្ញុំប្រើ multiple ហើយខ្ញុំ count ដាក់តែសុំ10 link ទៅ link ទាំងអស់នេះវាមាន600អញ្ចឹងខ្ញុំសុំធ្វើការ download តែ10ទេដើម្បីឧទាហរណ៍ឲ្យតាក់ទងមួយ profile នេះគឺទីទៀតខ្ញុំនឹងបញ្យល់នៅធ្វើការ download ចឹងពេលវាបោះមកម្ដង5ហ្មងគឺវា download ម្ដង5វីដេអូហ្មងបោះហើយមកដាក់លេខរៀងដូចយើងបានគូសពីលើចឹងត្រង់ជូកតបមកលេខហើយបាន underscore ហើយឈ្មោះ file ចឹងសម្រាប់បងប្អូនខ្លះដែលប្រើកម្មវិធីខ្លះ upload ហ្នឹងគឺវា auto កាត់ត្រឹម underscore មកមុខចោលចឹងសល់ title អញ្ចឹងទៅតាមចំណង់នៅចិត្តបងប្អូនដែលចង់បានអញ្ចឹងណាបាទចំពោះតែត្រឹម10 link មួយ plate ហើយទៅតាមទំហំវីដេអូតិចច្រើនតាមហ្នឹងព្រោះពីមុនយើង download ម្ដងមួយឥឡូវ download ម្ដង5ម្ដង20ក៏បានដែរនៅក្នុងនេះខ្ញុំកំណត់តែ20 strand អញ្ចឹងកុំឲ្យវាទាញកម្លាំងសិនខ្លាំងពេកកំណត់តែ20អញ្ចឹងសិនបងប្អូនណាខ្លាំងអ៊ីនធឺណិតខ្លាំងដាក់20ទៅអញ្ចឹងវា download ម្ដង20វីដេអូតែហ្មងអញ្ចឹងលទ្ធផលចេញមកបានដូចយើងចង់បានមែនគឺលេខ1 2 3 4 5 6 7 8 9 10អញ្ចឹងទៅបាទចឹងចំពោះ version ថ្មីគឺវាអាច count បានត្រឹមត្រូវទៅតាមការ download ហើយបង្ហាញ link ដែលយើងបាន download ពីមុនប្រហែលហើយអញ្ចឹងណាហើយចំពោះការ extract link នេះក៏ខ្ញុំបានសូពីមុនហើយ version មុនខ្ញុំបានសូឲ្យឧទាហរណ៍ថាបងប្អូនខ្ជិលតាក់ទងមួយ TikTok YouTube អាចពលាបានអញ្ចឹងបងប្អូនចង់ extract link នេះមិនបាច់ប្រើ link grabber ទេគឺចូលមកចុច profile មកចុច extract ទៅ
បងប្អូនចាំមកផ្លែទៅតាមល្បឿនអ៊ីនធឺណិតរបស់បងប្អូនហើយវានឹងទៅ get យក link ទាំងអស់នៅក្នុង profile មួយហ្នឹងយកមកបោះចូល text box ហ្នឹងវិញយើងអាចធ្វើការ download បានអញ្ចឹងបើសិនជាបងប្អូនមាន5 profile អីចឹងទៅ10 profile ដាក់មកម្ដង10ក៏បានដែរអញ្ចឹងវា download មួយផ្នែកទៅវាមកឬក៏បងប្អូននេះបងប្អូនមានច្រើន link បងប្អូនដាក់ uploader ទៅវាទៅបង្កើត folder ហើយវាបោះវីដេអូដែល download ហ្នឹងទៅតាម profile មួយដាច់លៃអត់ច្រឡំគ្នាអញ្ចឹងនេះក្រោយពេលយើង extract មកនៅក្នុង profile មួយនេះមានវីដេអូទាំងអស់698វីដេអូអញ្ចឹងបងប្អូនដាក់មកខ្វាច់ទៅគឺវាធ្វើការ download ម្ដង5ម្ដង10ម្ដង20ទៅតាមបងប្អូនដាក់តែ20ទៅបាទអញ្ចឹងវាធ្វើការ download ម្ដង20រហូតទៅចប់មួយវាថែមមួយឲ្យគ្រប់20រហូតវាមិនមែនចាប់20បានធ្វើការ download 20ទៀតអត់ទេគឺវា down តរហូតតអស់ហើយការបោះលេខមកគឺត្រឹមត្រូវអត់ខុសទេព្រោះ version ក្រោយនេះខ្ញុំបាន fix បញ្ហាខ្លះហើយអញ្ចឹងអានេះសួរប្រើជាងមុនទៀតហើយខ្ញុំទុកតែមកផ្ទាំងហើយទេបើមកឃើញផ្ទាំងហ្នឹងមកអាចប្រើបានអញ្ចឹងចំពោះវីដេអូហ្នឹងមានតែប៉ុណ្្នឹងអញ្ចឹងបងប្អូនអាចចូលទៅអាប់ដេតទៅហើយមានចំណងអាចឆាតសួរក្នុងក្រុម support បាន